Chỉ cái chập đam nhung xong cột chùm số đo lục cru nâng số đây mà thành thành ngọc kia nên khi nhung chùm kim miền sọt để ban một pi krom tìm bảy hai ngày đấy khi mình phơi ca bọ sai một pi vậy thì nó bọn mua là mình chùm nón chân tha tận đây Hồng Kông đây thật được không chùm bục tị bay này men tị bảy hai cái nông men tị can ní men bay chùm nơi sầm khăn cứ tị muối lại khăn thon một chiếc tị pi lại khăn sầm công từng tị bay lại khăn sợi tị kịch hai cái nông ruột phim ní bằng bằng hai pi tận đây là bao Hồng Kông đây bằng hai tam rưỡi sẽ lại hai ní chia tới tập phiếu là bao tận đây Hồng Kông đại tận đây Hồng Kông mà mình chỉ bật tê có vi chỉ có muối hay vi chỉ này là tội muối này bật tê chân hai bật tê ông người nâng cơ ban cột cong nâng tụt ra tận đây Hồng Kông ở rìa PK sầm bốn trên nào một tập mốt tận đây Hồng Kông nâng cơ bật tê ông người nâng cơ ban ai sơ từ cam bật tê chân Hồng ca cột Hồng Kông vẫn cứ nửa ngày thì muối khai cái đá trên nào pom bốn đôi ca sầm bờ muối lại khăn thòng một chiết lại khăn thòng một chiết sầm đá từ lơ sẽ cam phép từng lại nát là cả lần này thòng một chiết nó không nằm bao được bật tê nào muối Hồng Kông miền Tây đây 1,92 km carré để bao trùm bên này đây tắc 1,730 km carré tụi bây mình tổng hồng tôi đây có sàn đây Hồng Kông mình là cái nè play đây sao vào từ miền này nôm đây mình cùng pu chieng 500 m mình cùng chùm nón trang chieng 20chùm này tận đây praสำหรับកិច្ចអភិវឌ្ឍមានចំណុចតិចជាង 15% នៃទៅដីសរុបដោយតួលេខសំខាន់តែមួយគត់នៅក្នុងទឹកដីហុងកុងដែលមានឈ្មោះថាតួលេខសាមឈុនដែលវាបម្រើឲ្យការធ្វើចរាចរណ៍ផ្លូវទឹកនិងតាក់ទងទៅលើការកំសាន្តដែលយើងហៅថាវិស័យទេសចរណ៍ហើយចំពោះអាកាសធាតុនៅទឹកដីហុងកុងវិញមានលក្ខណៈក្បែរត្រូពិចមួយសងសីតុណ្ហភាពប្រចាំឆ្នាំលើសពី26ទៅ31អង្សាសេនៅខេត្តកណ្ដាលហើយនៅខេត្តកុម្ភៈវិញនៅចន្លោះ13ទៅ17អង្សាសេហើយក្នុងរូបភាពនេះបង្ហាញពីសីតុណ្ហភាពតាមតំបន់ផ្សេងៗនៃទឹកដីហុងកុងហើយតំបន់ដែលមានសីតុណ្ហភាពខ្ពស់ជាងគេគឺភាគច្រើនស្ថិតនៅភាគខាងជើងនៃទឹកដីហុងកុងកម្ពស់ទឹកភ្លៀងប្រចាំឆ្នាំមាន2159 មីលីលីត្រព្យុះទីហ្វុងបក់បោកការទីក្រុងហុងកុងយ៉ាងទៀងទាត់ពីលក្ខខណ្ឌសង្គមគឺជាអ្វីដែលមាននៅក្នុងសង្គមប៉ុន្តែវាមិនកើតឡើងដោយធម្មជាតិទាំងស្រុងនោះទេនៅឆ្នាំ1991ហុងកុងមានប្រជាជនចំនួន 5,674,4114 នាក់រីឯនៅឆ្នាំ2007វិញមានចំនួន 6,984,412 នាក់គឺជាដងស៊ីតេមាន 6,694 នាក់ក្នុង1គីឡូម៉ែត្រការ៉េរីឯនៅបច្ចុប្បន្នវិញហុងកុងមានប្រជាជនសរុប 7,396,776 នាក់គឺជាដងស៊ីតេមាន 7,044 នាក់ក្នុង1គីឡូម៉ែត្រការ៉េ2.1 របាយប្រជាជនដែលកាលុនជាក្រុងមួយនៃទឹកដីហុងកុងដែលមានមនុស្សប្រជាជនធំបំផុតនៃទឹកដីហុងកុងហើយតាក់ទងទៅនឹងកំពង់ផែក៏ជាផ្នែកមួយនៃការប្រមូលផ្ដុំប្រជាជនរស់នៅកន្លែងនោះផងដែរហើយវាសម្បូរការងារធ្វើឬវាជាកន្លែងនៃការជំរុញទៅលើការអភិវឌ្ឍសេដ្ឋកិច្ចរបស់ទឹកដីហុងកុងពីជាសាសនានាប្រហែលទៅ98% នៃប្រជាជនជាជនជាតិហានហើយប្រមាណ 2% នៃប្រជាជនសរុបជាអ្នកដំណើរពូជពីបុព្វបុរសរបស់គេដែលបានមកពីភាគច្រើនគឺមកពីអាស៊ីអាគ្នេយ៍ហើយប្រជាជននៅទឹកដីហុងកុងគឺភាគច្រើនគោរពបូជាតាមព្រលឹងលទ្ធិខុងជឺហើយភាសាផ្លូវការនៅទឹកដីហុងកុងគឺភាសាចិននិងភាសាអង់គ្លេស 2.3 ចលភាពប្រជាជនពីឆ្នាំ 1984 ដល់ឆ្នាំ 1997 ដោយសារភាពមិនច្បាស់លាស់នៃការផ្ទេរការក្រែងផ្ទេរភាពមិនច្បាស់លាស់នៃការផ្ទេរនិងការក្រែងអានប្រជាជនហុងកុងដែលទទួលបានការអប់រំល្អនិងមានទ្រព្យសម្បត្តិជាច្រើនបានផ្លាស់ទីលំនៅទៅកាន់បណ្ដាប្រទេសអភិវឌ្ឍន៍ដូចជាអាមេរិកអូស្ត្រាលីនិងកាណាដាដែលនៅទីនោះពួកគេទទួលបានការស្នាក់នៅឬភាពជាពលរដ្ឋ 3 លក្ខខណ្ឌសេដ្ឋកិច្ចសំដៅទៅលើសកម្មភាពទាំងឡាយណាដែលជំរុញឲ្យសេដ្ឋកិច្ចរបស់ជាតិឬតំបន់មានការរីកចម្រើន
មួយជោគជ័យមួយជាគំរូហុងកុងសម្រាប់បានជោគជ័យក្នុងការកសាងអំណាចសេដ្ឋកិច្ចរបស់ខ្លួនអាស្រ័យទៅលើឧស្សាហកម្មនិងពាណិជ្ជកម្មដែលតាក់ទងទៅនឹងការធ្វើវិស័យឧស្សាហកម្មនិងពាណិជ្ជកម្មពួកគេទទួលបានផលិតផលជាសរុបដែលគេហៅកាត់ថា GNP ហ្នឹងគឺឡើងដល់$100,000 លានដែលបង្ហាញអំពីភាពល្អប្រសើរនៃផលិតផលជាសរុបហើយក៏បង្ហាញថាសេដ្ឋកិច្ចរបស់ប្រទេសនេះមានការរីកចម្រើនយ៉ាងខ្លាំងជាសំខាន់3ដែលពង្រឹងគ្នាទៅវិញទៅមកដើម្បីបង្កើនថាមពលទីក្រុងគឺការរកឃើញប្រេងកាត់នៅតំបន់ជាទ្វីបយើងដឹងហើយថាទឹកដីហុងកុងគឺជាទឹកដីដ៏តូចមួយប៉ុន្តែវាសម្បូរទៅដោយធនធានធម្មជាតិទៅលើរ៉ែដូចជាប្រេងកាត់ដែលបានរកឃើញនៅតំបន់